ជំរាបសួរបងប្អូនទាំងអស់អ្នកខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការផាកពិន័យចំពោះអំពើល្មើសនិងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្មអង្គភាពមិនស្វែងរកប្រាក់ចំណេញមិនរងសវនកម្មត្រូវទទួលរងការផាកពិន័យជាប្រាក់ចំពោះអំពើល្មើសមួយឬច្រើនដូចខាងក្រោម 1. ការមិនដាក់តម្កល់របាយការណ៍រំទប់ប្រចាំឆ្នាំនៅនគរសត្រូវទទួលរងការផាកពិន័យជាប្រាក់ចំនួន27លានរៀល 2. ការមិនកាន់បញ្ជីការគណនេយ្យត្រូវទទួលរងការផាកពិន័យចំនួន5លានរៀល 3. ការកាន់បញ្ជីការគណនេយ្យមិនត្រឹមត្រូវត្រូវទទួលរងការផាកពិន័យចំនួន2លាន5សែនរៀល 4. ការរៀបចំរបាយការណ៍រំទប់ប្រចាំឆ្នាំមិនស្របតាមស្តង់ដារគណនេយ្យជាធរមានត្រូវទទួលរងការផាកពិន័យចំនួន5លានរៀល 5. ការមិនប្រើរបាយការណ៍រំទប់ប្រចាំឆ្នាំសម្រាប់ការបំពេញកាតព្វកិច្ចសារពពន្ធត្រូវទទួលរងការផាកពិន័យចំនួន4លានរៀល 6. ការមិនរក្សាទុកឯកសារគណនេយ្យស្របតាមពេលវេលាកំណត់ដោយច្បាប់ត្រូវទទួលរងការផាកពិន័យចំនួន6លានរៀល 7. ការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទបញ្ញត្តិគណនេយ្យនិងសវនកម្មត្រូវទទួលរងការផាកពិន័យចំនួន3លានរៀល 8. ការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុប្រចាំឆ្នាំខុសដោយចេតនាត្រូវទទួលរងការផាកពិន័យចំនួន6លានរៀល 9. ការមិនប្រើប្រាក់រៀលនៅក្នុងរបាយការណ៍រំទប់ប្រចាំឆ្នាំសម្រាប់ដាក់តម្កល់នៅនគរសត្រូវទទួលរងការផាកពិន័យចំនួន2លានរៀល 10. ការមិនប្រើភាសាខ្មែរនៅក្នុងរបាយការណ៍រំទប់សម្រាប់ដាក់តម្កល់នៅនគរសត្រូវទទួលរងការផាកពិន័យចំនួន2លានរៀល 11. ការប្រើការីបរិច្ឆេទគណនេយ្យខុសពីការកំណត់នៅក្នុងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មដោយគ្មានការអនុញ្ញាតជាមុនពីនគរសត្រូវទទួលរងការផាកពិន័យចំនួន2លានរៀល ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬចុច like ឬ comment នៅខាងក្រោមសូមអរគុណ